chôm bóng vô đấy nó đam đồ nhóm mì bạc cùi mà có bà nhóm ở đây lọt bằng khơi số nè បានហ្នឹងហើយបងប្អូនគឺខ្ញុំអត់ដែលឃើញមែនគឺខ្ញុំដែលឃើញតែបង្គួយរៀងទូចៗណាហើយវាមានក្បាលវាហ្នឹងពណ៌ទឹកក្រូចបាទនៅឬក៏ពណ៌ការ៉ុតហ្នឹងក៏ប៉ុន្តែដែលឡែកបង្គួយមួយក្បាលនេះគឺវាធំខុសពីបង្គួយពូជផ្សេងបាទដែលខ្ញុំធ្លាប់បានឃើញកន្លងមកហើយបង្គួយនេះគឺដើមចោមគឺកាលពីអំឡុងថ្ងៃចូលឆ្នាំទី1គឺខ្ញុំកំពុងតែហូបអាហារថ្ងៃត្រង់ជាមួយនឹងឪពុកម្ដាយបងប្អូនណាបាទហូបទៅវាក៏ធ្លាក់មកពីលើដើមដូងឲ្យលឺសូខ្ពាកតែម្ដងហើយអញ្ចឹងទៅខ្ញុំនេះបាទបងប្អូនហើយក៏ស្ទុះទៅមើលបាទហ្នឹងហើយវាចងល់ហើយវាក៏ផ្អើលយើងណាបាទផ្អើលទៅវាក៏រត់ឡើងមើលមកដើមដូងមកដើមហ្នឹងបាទហ្នឹងហើយបងប្អូនមុនដំបូងវារៀងផ្អើលដែរវាអត់ព្រមឲ្យយើងថតទេបាទយើងទៅតាមថតវារត់ទៅខាងនេះឬរត់ទៅខាងនោះណាដល់ពេលវាបែបប្រហែលជាវាហត់ឬក៏មិនដឹងណាបាទវាក៏នៅសង្ងំឲ្យយើងថតវាបានដោយស្រួលដោយដែលបងប្អូនបានឃើញរូបភាពហ្នឹងអញ្ចឹងណាហ្នឹងហើយមិនដឹងថាវាជាបង្គួយពូជអីទេបើសិនជាបងប្អូនដែលកំពុងតែទស្សនានៅវីដេអូនេះបានស្គាល់ពីពូជបង្គួយមួយប្រភេទនេះជួយ comment ឲ្យខ្ញុំបានស្គាល់ផងដែរព្រោះថាកន្លងមកខ្ញុំឃើញតែបង្គួយតូចទេបាទដែលវានៅតាមរបងផ្ទះឬក៏នៅតាមដើមថ្នោតអីអញ្ចឹងណាបងប្អូនហើយដែលឡែកបង្គួយនេះវានៅដើមដូងអីដែរប៉ុន្តែវាធំជាងបង្គួយផ្សេងអីអញ្ចឹងទៅខ្ញុំក៏មានការភ្ញាក់ផ្អើលមែនតើចំពោះបង្គួយពូជមួយប្រភេទនេះអញ្ចឹងណាបាទហ្នឹងហើយបងប្អូនហើយខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណជម្រាបលា